វាសួរបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តរៀនចូលវីដេអូ part 6គឺយើងរៀនតសំឡេងផ្សំរបស់ letter A គឺ sound number 11គឺ AM បាទ A ផ្សំជាមួយនឹង M បង្កើតបានជា sound M M បាទហើយនេះបងប្អូនអាចប្រកបយកគ្នាបានណា A នេះ sound វា A M sound M M បាទនឹងអត់ជាបញ្ហាទេបាទអញ្ចឹងបងប្អូនអាចប្រកបបាន D M dam បាទ dam មានបកទំនុកទឹកបាទ J sound J am jam បាទ jam បកថាដំណាប់បាទដំណាប់ស្វាយដំណាប់ដូងដំណាប់អីហ្នឹងបងR am ram បាទបកថាសត្វឈាមឈ្មោលឈាមវាមានឈ្មោលមានញីហ្នឹងបាទ H sound h am ham បាទ ham បែរថាសាច់ផ្លូវជ្រូកY j am jam បាទ jam បកថាដំឡូងជ្វាណា L am lamp lamp បាទ lamp សល់ដល់ពីនេះគឺយើងមកចេញសល់នេះផឹកមកណាបាទ lamp បកថាអំពូលភ្លើងមកណា lamp អូខេ K amp camp camp បាទបកថាជំរុំណាយើងទៅ camping នេះទៅបោះជំរុំបោះតង់ណា st st am stamp p p បាទ stamp stamp បាទប្រែតែមប្រើបាទ h h am ham បាទ m er នេះគឺ អញ្ចឹង m hammer hammer បកថាញញួរណាបងបាទញញួរទៀត fam am fam អាយកាលីសោនអ៊ីណាបាទកាលណាដល់ពាក្យ3ព្យាង្គឡើងទៅពាក្យវិញជាទៅអាយដែលអត់មានតួប្រកបគឺសោនអ៊ីអញ្ចឹងមកអ៊ីមីលអ៊ីលីណាសវាយនេះគឺពេលដែលវានៅក្នុងចុងព្យាង្គនៃពាក្យចាប់ពី2ព្យាង្គឡើងទៅគឺសំឡេងវាអ៊ីអញ្ចឹងលអ៊ីលីណាអញ្ចឹងបើយើងអានទៅជា family ណាប៉ុន្តែក្នុងភាសាអង់គ្លេសពាក្យដែលវែងពាក្យដែលចាប់ពី3ព្យាង្គឡើងទៅជាទៅអាព្យាង្គកណ្ដាលហ្នឹងអត់មានសំឡេងទេសំឡេងវាតិចមែនទេបងណាបាទអញ្ចឹងយើងអានទៅជា family វាហាក់ដូចជាមួជាងលោមឹកលឹកម្លឹកអ៊ីមលីអញ្ចឹងណាវាប្រកបអញ្ចឹងណាបងបាទប៉ុន្តែកន្លែងនេះវាមានសារៈធម្មតាណាអូខេឥឡូវយើងមើលឧទាហរណ៍ I sit on the dam and eat jam បាទមានន័យថាខ្ញុំអង្គុយលើ sit on អង្គុយលើ the dam ទំនប់ទឹកណា and eat ហើយញ៉ាំ jam ដំណាប់ណាញ៉ាំដំណាប់នេះអូខេឧទាហរណ៍បន្ត the ram អានេះ ram សត្វជាមឈ្មោលហ្នឹង ram ណាបាទ see បែរតែឃើញ ham បែរតែផ្លាច់ផ្លូវជ្រូកនេះ near the camp បែរថានៅក្បែរជំរំណាបងនេះជំរំនេះណាតមកទៀតបងយើងចូល sound number 11 sound number 12បាទ sound number 12គឺ an បាទនេះក៏មិនខុសគ្នាដែរបងណាយើងអាចប្រកបបានបែរនេះអត់ជាប្របាក់ទេបាទ a sound a n sound n an and បាទឥឡូវយើងមើល and can បាទ can បកថាកំប៉ុងឬក៏យើងអាចបែរថាច្រកឬក៏បែរថាអាចទៅទៀត v យើងក្តាប់ពោមាត់ហ្នឹង v and van បាទ van បកថាឡានទៅទំនិញអាតូចៗណាផ and pan បាទឆ្នាំងផ្ទះ and man បាទបុរស and fan បាទយើងបកថាកង្ហាណាបាទ and sand sand បាទសត D នេះគឺយើងជឿនសោនមក sand បាទបកថាដីខ្សាច់ណាបាទដីខ្សាច់អូខេ and hand បាទយើងបកថាដៃណាយើងដៃយើង hand and land នៅសត D ចុងក្រោយគឺយើងបញ្ចេញសោនវាមកណាបាទដី land ដីបាទ D ឃើញតាមផ្លូវ land for sale គឺដីលក់ហ្នឹងណាបាទ and stand បាទไปโชว์ the stand up បាទក្រោកឈរអូខេ br ណាពីរនេះគេហៅថា blend consonant blend មានថាព្យញ្ជនៈពីរបញ្ចូលគ្នាវាប្រកបជាមួយជាជើងដូចភាសាខ្មែរអញ្ចឹងណា br និង br and brand បាទយើងបកបែបម៉ាកឬក៏យីហោដូច brand នៃគេ Suzuki brand Honda brand Apple អញ្ចឹងទៅណាបាទមកទៀត g g r g r gr and grand បាទ grand បកថាធំ grand នេះចឹងទៅ grand total បាទទៅសរុបរួមអាធំបាទ grandfather ពុកធំគឺតាណាអូខេអញ្ចឹងពាក្យ grand នេះយើងប្រែបានច្រើនណាបងបាទជាមួយ note មួយណាជាមួយអក្សរ W សំឡេង an នឹងតែទៅជា on អត់ជា n ទេទៅជា on ណាឧទាហរណ៍ពាក្យនេះយើងអានថាអត់អានថា van ទេយើងអានថា want បាទហ្នឹង W ហ្នឹងគឺវាពិសេសអញ្ចឹងបងណាវាទាញ sound គេរហូតណាអញ្ចឹងយើងចំណាំវាមួយទៅបាទឧទាហរណ៍ what do you want បាទតើអ្នកចង់បានអ្វីអូខេ I play with
a pen and a van on the sand មានន័យថាខ្ញុំលេងជាមួយនឹងឆ្នាំងខ្ទះហើយនឹងvan យើងบอกបែរថានេះឡានដឹកទំនិញទៅនេះ on the sand បាទនៅលើដីខ្សាច់ហ្នឹងអូខេទីនេះ the man can stand on his hand បាទ stand on his hand មានន័យថាដើរដៃមួយនេះដើរជើងនៅលើដៃយើងក្រោមអញ្ចឹងណាបាទមានន័យថាបុរសម្នាក់នេះអាចដើរលើដៃរបស់គាត់បានណាបាទអញ្ចឹងវីដេអូនេះសូមជូនប៉ុណ្ណឹងសិនហើយវីដេអូក្រោយយើងនឹងរៀនបន្តចូល part 7គឺយើងរៀនពីសំឡេងតទៅទៀតបាទអញ្ចឹងសម្រាប់បងដែលចង់រៀនអនឡាញផ្ទាល់ជាមួយខ្ញុំអាចតាក់ទងមករៀនបានណាបងមានថ្នាក់អនឡាញជាច្រើនដែលយើងផ្ដោតទៅលើមូលដ្ឋានគ្រឹះដំបូងរបស់ភាសាអង់គ្លេសបាទអញ្ចឹងកាលណាដែលយើងច្បាស់មូលដ្ឋានគ្រឹះហ្នឹងហើយគឺយើងរៀនទៅលើទៀតគឺងាយស្រួលណាបងហើយជាពិសេសបងប្អូនដែលមានកូនតូចៗដែលចង់ឲ្យគាត់ពង្រឹងពីគ្រឹះដំបូងរបស់ភាសាអង់គ្លេសហ្នឹងអាចតាក់ទងរៀនបានណាបាទយើងមានថ្នាក់សម្រាប់កូនក្មេងនិងថ្នាក់សម្រាប់មនុស្សធំចង់រៀនអាចតាក់ទងបានណាអរគុណច្រើន